សូមគោរពនឹងជំរាបសួរបងប្អូនអរគ្នាស្វាគមន៍ការត្រឡប់មកវិញរបស់ You Are Not Alone ឬក៏អ្នកមិនឯកាទេដែលអ្នកនរគ្នានឹងបានជួបជាមួយនឹងខ្ញុំហៅហុងហើយនេះគឺជាអេពីសូតទី17របស់យើងហើយអញ្ចឹងនៅរៀងរាល់អេពីសូតតែម្ដងគឺយើងតែងតែមានសារសលេងដែលគ្នាយើងបានផ្ញើមកកាន់ខ្ញុំហើយខ្ញុំនឹងចាក់ឲ្យអ្នកគ្នាស្ដាប់នៅបន្តិចទៀតនេះសម្រាប់រឿងរ៉ាវជីវិតរបស់គាត់និយាយទៅគឺប្លែកពីអេពីសូតមុនហើយរឿងនេះអ្នកនរគ្នាខ្ញុំនិយាយមែនខ្ញុំស្ដាប់ឡើងចូលតួដោយសារតែរឿងនេះខ្ញុំធ្លាប់ឮគេនិយាយលើថាគេតែងតែយកមកនិយាយលេងអីចឹងណាលើថាមនុស្សម្នាក់នេះចិញ្ចឹមម្នាក់នេះលើថាចិញ្ចឹមក្មេងៗរៀនវិទ្យាល័យឲ្យលុយចាយឲ្យអីចឹងណាហើយអាហ្នឹងខ្ញុំធ្លាប់តែឮនៅពេលដែលគេនិយាយលេងខ្ញុំអត់ដែរដឹងថាអាហ្នឹងវាជាការពិតមែនទេដោយសារអីខ្ញុំអត់ដែរជួបតឯងហើយក៏អត់ដែរជួបអ្នកដែលគាត់មានរឿងបែបហ្នឹងវាថាជាបទពិសោធន៍ពិតរបស់គាត់ណាខ្ញុំទុំទៅលើកនេះឯណោះនេះខ្ញុំឡើង surprise មែនតែនហ្មងហើយអ្វីដែលសំខាន់មួយទៀតអ្នកគ្នាតែងតែឮគេនិយាយថាស្នេហារបៀបបែបបរោះស្រឡាញ់បរោះពីច្រើនគឺខាងហើយថប់គាត់ធ្វើបាបខាងបឋមត្រូវអត់ប៉ុន្តែរឿងរបស់គាត់នេះគឺខាងបឋមធ្វើបាបខាងថប់Oh my god ហើយសារសលេងរបស់គាត់នៅក្នុងថ្ងៃនេះគឺរឿងវែងតិចអីគាត់ប្រាប់តាំងពីដំណើរជីវិតរបស់គាត់មិនខ្លះរហូតដល់បានជួបម្នាក់ហ្នឹង Yes ហើយក៏មានរឿងចេះមួយចេះពីរចឹងទៅនិយាយទៅគឺវែងខ្លាំងមែនតើអ្នកគ្នាហើយរឿងនេះវាកើតឡើងយូរដែរអញ្ចឹងថ្ងៃនេះគាត់អត់មានមកសុំយោបល់ពីខ្ញុំហើយនឹងអ្នកនរគ្នាទេគាត់គ្រាន់តែចង់ចែកម្លែកឲ្យធូរចិត្តហើយនឹងជាមេរៀនមួយទៅកាន់អ្នកគ្នាដែរអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងទៅស្ដាប់សារសលេងរបស់គាត់ទាំងអស់គ្នាតែកុំភ្លេចចុច Subscribe ក៏ដូចជា Follow Facebook Page របស់ខ្ញុំផងហើយបើគ្នាយើងមានរឿងរ៉ាវណាដែលចង់ចែកម្លែកមកកាន់ខ្ញុំអ្នកគ្នាក៏អាចចែកម្លែកនៅខាងក្រោមនេះបានចាំខ្ញុំដាក់ link Telegram ឲ្យសួស្តីអ្នកនរគ្នាខ្ញុំចង់មកចូលរួមចែករំលែកបទពិសោធន៍ជីវិតរបស់ខ្ញុំអំឡុងពេលដែលខ្ញុំរៀននៅវិទ្យាល័យកាលណាខ្ញុំរៀនថ្នាក់ទី10អំឡុងឆ្នាំ2021ម្ដង2022ម្ដងឯងដឹងថាកាលណាខ្ញុំមានអាយុសម្រាប់16ទៅ17ឆ្នាំឯងតែខ្ញុំដឹងថាចំនួនហ្នឹងគឺយើងអត់ទាន់ទលំទលាយទេរឿងវិស័យស្រឡាញ់ប៉ុស្តិ៍ដូចគ្នាគឺអត់ទាន់ដល់ចំហបាន 100% ដែរឡើយទេហើយកាលហ្នឹងក៏ខ្ញុំអត់ទាន់រកខ្លួនឯងឃើញថាខ្ញុំស្រឡាញ់មនុស្សស្រីឬក៏មនុស្សផងឯប្រកាសវារៀងច្បងមែនតើប៉ុន្តែខ្ញុំគិតថាហើយទៅពេលហ្នឹងខ្ញុំធ្វើការបដាខ្ញុំហ៊ានបដាដើម្បីយកមកបងការសិក្សារបស់ខ្ញុំគឺខ្ញុំអត់តអ្នកផ្ទះទេព្រោះអីដឹងថាអ្នកផ្ទះខ្ញុំគាត់ពិបាកម៉ាក់ខ្ញុំមានប្រសពច្រើនចិញ្ចឹមចៅផងហើយកូនផងនៅម្ហូបអាហារទៀតចឹងទៅខ្ញុំឃើញចឹងគឺខ្ញុំអត់មានអារម្មណ៍រៀនទី1ហើយខ្ញុំអស់លុយផងតាំងពីថ្នាក់ទី9មកស្រាប់ទៅពេលដែលខ្ញុំឡើងទី10គឺគៀកឆ្នាំប្រឡងមែនតើចឹងទៅធ្វើឲ្យខ្ញុំគិតខំរកលទ្ធផលទៅដើម្បីយកមកបងស្លាយសាលាហើយមិនយូរម៉ានខ្ញុំក៏សម្រេចចិត្តថាខ្ញុំឈប់ពីការសិក្សាដើម្បីទៅធ្វើការនៅខេត្តបាត់ដំបងហើយដល់ខ្ញុំដឹងថាការងារខ្ញុំជាអីអត់គឺធ្វើការសំណងពេលសម្រាប់ចិត្តថាខ្ញុំជប់រៀនខ្ញុំក៏មានអារម្មណ៍ថាស្ដាយខ្លះដែរបងព្រោះអីខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់ការសិក្សាខ្លាំងមែនតើតែដោយសារតែកត្តាជីវភាពមានតែចំណុចហ្នឹងខ្ញុំគិតថាវាអាចនឹងល្អសម្រាប់ខ្ញុំហើយណាមួយផ្នែកចំណុចនេះមួយទៀតខ្ញុំគិតថាពេលដែលយើងធ្វើការយើងសំលុយទៅយើងអាចនឹងបើករកស៊ីអនាគតយើងក៏អាចថាវាកុំថាដែរបងតែគ្រប់យ៉ាងវាបានតាមតែគិតបងពីថ្ងៃទៅថ្ងៃជីវិតខ្ញុំវាដូចតែតោនៅក្នុងមហាសមុទ្រចឹងវាអត់មានទិដ្ឋបាលណាចឹងទៅវាហត់នៅផងអីផងការងារក៏វាហត់វាដូចខាងយើងនៅរៀនគ្រាន់តែងើបឡើងយើងញ៉ាំហើយយើងទៅរៀនធ្វើការតិចតួចវាអត់មានអីជាបញ្ហាប៉ុន្តែនេះវាការងារឲ្យផលកម្លាំងវាមិនផលគូក្បាលចឹងទៅណាមួយយើងនៅក្មេងផងវាធ្វើឲ្យយើងបាក់កម្លាំងហើយទៅសម្រស់ទៀតបន្ទាប់ពីឆ្លៀតពីការងារខ្ញុំក៏ចាប់ផ្ដើម live ដើម្បីរកគ្នានិយាយលេងក៏ដូចជារំលឹកដែលយកចិត្តហើយកាលនោះមានមនុស្សចូលមួយច្រើនមែនតើហើយក៏មានអ្នកស្វែងចូលចិត្តច្រើនព្រោះអីគេឃើញថាយើងក្មេងហើយយើងតស៊ូចឹងណាបងមានអ្នកលើកទឹកចិត្តច្រើនមានអ្នកឆ្លងបានច្រើន
មានទាំងសុំស្លាញ់ហើយចង់ជួយយើងក៏មានដែរតែខ្ញុំសង្កេតឃើញថាមានបងម្នាក់បងគាត់អាសាមចូលមើល live ខ្ញុំមែនតើប៉ុន្តែគាត់អត់ងាយ comment មកអត់ងាយ comment ទេប៉ុន្តែគាត់សុខចិត្តឆាតមក private គាត់តែងតែឆាត private មកខ្ញុំរហូតឆាតមកលើកទឹកចិត្តសួរនាំខ្ញុំថាខ្ញុំមិនហើយអូនឯងចេះមួយចុះមួយអីដែលគាត់និយាយមកខ្ញុំអារម្មណ៍ថាវាកក់ក្ដៅបងពីក្មេងម្នាក់នៅឆ្ងាយពីផ្ទះចេញពីគ្រួសារមកតែតោម្នាក់ឯងគឺខ្ញុំស្ដាប់ហើយក៏ខ្ញុំមានកម្លាំងចិត្តមែនតើហើយអីដែលគាត់និយាយហ្នឹងគឺវា motivation ខ្ញុំមកបងគាត់តែងតែឆាតមកខ្ញុំជារឿយៗគាត់អត់ដែរ comment មែនតែគាត់ឆាតមកតាមកន្លែង message ហ្នឹងបងប៉ុន្តែពួកយើងអត់តន់ contact គ្នាតាម Facebook ទេតោះតានិយាយគ្នាបានរៀងយូរគួរសមបងគាត់អាសាឆាតមកពីមួយថ្ងៃទៅមួយថ្ងៃហើយខ្ញុំកាន់តែចូលចិត្តគាត់ពីមួយថ្ងៃទៅមួយថ្ងៃដូចគ្នាបន្ទាប់មកថ្ងៃមួយអត់ដឹងកាត់អីគាត់សុំ Facebook ខ្ញុំគាត់ថាគាត់ចង់ស្គាល់ខ្ញុំឲ្យច្រើនជាងហ្នឹងហើយពេលហ្នឹងក៏ខ្ញុំរៀង surprise ដែរណាមួយខ្ញុំចូលចិត្តគាត់ផងហើយខ្ញុំចង់ក្រោយខ្ញុំក៏ព្រមឲ្យ Facebook ទៅកាន់គាត់ហើយបងឯងមើលសុំ Facebook ខ្ញុំហើយប៉ុន្តែអត់ឆាតមកហើយខ្ញុំក៏ថាមិនបានសុំ Facebook ហើយអត់ឆាតមករៀងម៉ាញ់កន្លែងហ្នឹងដែរហើយក៏រៀងអន់ចិត្តដែរប៉ុន្តែធ្វើមិនអាហ្នឹងវាជាសិទ្ធិរបស់គាត់ប៉ុន្តែថ្ងៃមួយខ្ញុំក៏បាន share Facebook ថាចង់បានដល់ហើយហ្គីតាហ្នឹងស្អាតមែនតើខ្ញុំខំខ្ញុំ share អញ្ចឹងណាមួយខ្ញុំចង់បានមែនព្រោះអីខ្ញុំជាមនុស្សម្នាក់ចូលចិត្តតន្ត្រីចូលចិត្តច្រៀងណាមួយស្រឡាញ់ខាងសិល្បៈហើយបន្ទាប់មកបើឈាមប្រឡងបានពីថ្ងៃខ្ញុំក៏ live អញ្ចឹងណាហើយក៏មិនថាបងលើថានៅចាំបានហ្គីតាមែនបន្ទាប់មកខ្ញុំក៏ឆ្ងល់ថាមិនបានដឹងហើយគាត់ថាFacebook ឯមួយគ្នាសោះទូអីផ្លៃគាត់ក៏បាននិយាយចាស់ខ្ញុំក៏អស់សំណើចទៅពួកយើងក៏ skip ពេលដែលខ្ញុំ live ហ្នឹងគាត់ឡើង comment ទៀតដែរហើយខ្ញុំក៏ skip ទៅគឺខ្ញុំគាត់តែនិយាយជាមួយអ្នកដែរ comment ផ្សេងទៀតបន្ទាប់ពីចប់ការ live គាត់ក៏ឆាតមកគាត់សួរខ្ញុំថាអូនឯងចង់បានហ្គីតាមែនឆ្លើយថាបាទខ្ញុំចង់បានប៉ុន្តែវាថ្លៃបងហើយអត់តមានសមត្ថភាពទិញទេហើយគាត់ក៏សួរខ្ញុំថាចុះបើបងឲ្យអូនឯងយកអត់ខ្ញុំក៏ reject ភ្លាមៗថាខ្ញុំអត់ចង់បានរបស់គេទេបងតមកគាត់ថារបស់ហ្នឹងគាត់មានស្រាប់ទេអូនឯងយកទៅបើចង់បានបងផ្សាយពេញយកទៅឲ្យនៅតែថាខ្ញុំអត់យកទេប៉ុន្តែគាត់នៅតែបង្ខំហើយមួយទៀតគាត់ថាមើងងាយទឹកចិត្តគាត់ចឹងណាបងហើយខ្ញុំក៏ទទួលប៉ុន្តែខ្ញុំតែគាត់ថាចាំខ្ញុំទៅពេញហ្មងទៅបងចាំខ្ញុំទៅយកពីបងឯងគាត់ក៏ថាដល់ការជួបគ្នាផងដល់ការណៃមកផងយកទៅគាត់ក៏ផ្ញើឲ្យខ្ញុំហើយផ្ញើដល់កន្លែងការងារអនហ្គីតាមួយហ្នឹងឈៀលផងអីផងក៏សប្បាយចិត្តដែរនៅពេលដែលយើងអត់ឲ្យមានអ្នកឲ្យចឹងណាហើយចាប់ផ្ដើមចូលចិត្តគាត់ទៅព្រោះអីគាត់ចិត្តល្អមែនប៉ុន្តែខ្ញុំមកបានទៅស្រឡាញ់គាត់ណាបងដោយសារអីគាត់អត់លេងបង្ហាញមុខឲ្យខ្ញុំឃើញទេសូម្បីតែគាត់ឆាតមកក៏ account fake ដែរ fake ទាំងអស់ Facebook ក៏ fake ហើយសូម្បីតែprofile ដែលគាត់លេងក្នុង app ជាមួយខ្ញុំហ្នឹងក៏ fake ដែរពេលដែលគាត់មកខ្ញុំ live ហ្នឹង fake ទាំងអស់គាត់តែងតែឆាតមួយខ្ញុំហ្នឹង contact បែបថាចេះអសអត់និយាយអត់អីទាំងអស់ហើយខ្ញុំព្យាយាមថាអត់គាត់និយាយមួយខ្ញុំព្រោះខ្ញុំចង់លើសំឡេងគាត់ថាអត់ទាន់ដល់ពេលទេអត់ទាន់ដល់ពេលនិយាយគ្នាអញ្ចឹងសិនទៅពេលដែលលើសំឡេងគាត់អញ្ចឹងទៅខ្លាចខ្ញុំម៉ាញ់គាត់អញ្ចឹងដោយសារសំឡេងគាត់អត់ប្រុសទេគាត់ប្រាប់ខ្ញុំថាអញ្ចឹងលេងមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃគាត់តែងតែដាស់តឿនខ្ញុំថាឲ្យខ្ញុំទៅរៀនវិញណាមួយខ្ញុំក៏រៀនគិតឡើងហ្នឹងដែរបងខ្ញុំគាត់ថាអូបើសិនជាខ្ញុំនៅតែបន្តអញ្ចឹងអាណាខ្ញុំមើលឃើញទេបងអានេះខ្ញុំនៅមានកម្លាំងធ្វើការជប់មួយថ្ងៃក្រោយទៅខ្ញុំអត់មានកម្លាំងធ្វើការធ្វើមកខ្ញុំមានលុយមកពីណាចិញ្ចឹមជីវិតខ្លួនឯងហើយខ្ញុំយករឿងដែលខ្ញុំកំពុងតែគិតហ្នឹងទៅប្រាប់គាត់ហើយគាត់ really surprise មែនតើនៅពេលដែលខ្ញុំគិតឃើញអញ្ចឹងណាបងគាត់សរសើរមែនតើហើយគាត់ថាគាត់អត់ដែរឃើញមនុស្សណាដែលតស៊ូក្នុងឆាកជីវិតអត់ចេះពឹងម្ដាយឪពុកព្រោះគាត់ឃើញក្មេងគេអញ្ចឹងគាត់តែងតែដើរវ័យប៉ុនខ្ញុំដើរលេងអីបោឡាយអញ្ចឹងណាភាគច្រើនតែគាត់ឃើញខ្ញុំសំដីសំណើរៀងគួសមចាស់ទុំហើយគាត់បានវែងឆ្ងាយគាត់ស្រឡាញ់អត្តចរិតរបស់ខ្ញុំគាត់ទៅសារខ្ញុំរហូតបងតាំងពីពេលស្គាល់គ្នាដំបូងតើឃើញអញ្ចឹងទៀតគាត់កាន់តែមានអារម្មណ៍ថាគាត់និយាយប្រាប់ខ្ញុំថាអូនឯងកាន់តែធ្វើឲ្យបងហ្នឹងលងស្រឡាញ់អូនឯងគាត់និយាយមួយខ្ញុំអញ្ចឹង
មកខ្ញុំយករកនឹងទៅប្រភេទសាមួយមកហើយមកលេងហើយក៏សប្បាយចិត្តមែនតើនៅពេលដែលខ្ញុំសម្រេចចិត្តថាខ្ញុំមករៀនវិញអញ្ចឹងហ៎បងបានហើយខ្ញុំធ្វើអីភ្លាមមកពេលចង់ជួបក៏ភ្លាមអត់ពេលដែរចង់ឈប់ធ្វើការក៏ភ្លាមហើយក៏ទៅរៀនវិញមកគាត់ថាពេលហ្នឹងគាត់ថាប្រូនអញក្មេងវាភ្លើច្បាស់ណាបងជួយធ្វើអីភ្លាមហើយពេលហ្នឹងអត់មានលុយទេទៅរត់តកហាងកាទៀវក៏ទៅដែរជួយលើកនេះលើកនោះគេចេះតែឲ្យលុយទៅណាបងព្រោះយើងប្រាប់គេថាយើងយកលុយមករៀនអញ្ចឹងហើយក៏គេឆ្លងចូលចិត្តក៏គេឲ្យទៅតាមហ្នឹងដែរពេលដែលខ្ញុំមកពេញវិញខ្ញុំបាន inform ប្រាប់បងមួយដែលខ្ញុំ contact មួយគាត់តាមបងខ្ញុំប្រាប់គាត់ថាឥឡូវខ្ញុំមកពេញវិញខ្ញុំចូលរៀនវិញហើយគាត់លើហើយគាត់សប្បាយចិត្តមែនតើហើយគាត់ប្រាប់ខ្ញុំថាខំរៀនទៅគាត់លើហើយគាត់សប្បាយចិត្តដែរពេលដែលខ្ញុំគិតឃើញអញ្ចឹងណាហើយខ្ញុំអត់ដឹងហ្មងមកបំពេញម្ដងនេះទោះអត់មានលុយមិនក៏ដោយក៏មានអារម្មណ៍ថាសប្បាយចិត្តនៅពេលមានមនុស្សម្នាក់ដែលគេយល់ពីយើងគេទៅសារយើងអញ្ចឹងណាបងបន្ទាប់ពីលេងមួយគ្នាបានមួយរយៈធំទៀតគាត់ក៏សុំខ្ញុំដែរហើយខ្ញុំនិយាយថាបងខ្ញុំនៅក្រៅខ្ញុំអត់ស្អាតទេដោយសារខ្ញុំធ្វើការហាថ្ងៃខ្ញុំឥឡូវខ្មៅអត់ស្អាតតែគាត់ថាអត់ទេគាត់អត់ដែរខ្វល់រឿងហ្នឹងទេគាត់ក៏អញ្ចឹងដែរគាត់ក៏អត់ស្អាតដែរគាត់ប្រាប់ខ្ញុំអញ្ចឹងប៉ុន្តែខ្ញុំគិតថាបងលោកសាខ្ញុំខ្លាចគេទទួលយកខ្ញុំអត់បានអញ្ចឹងណាបងតែគ្រប់គ្នាគេថាខ្ញុំស្អាតហើយមិត្តភក្តិក៏ដោយឬក៏មិនស្គាល់ខ្លួនថាខ្ញុំស្អាតប៉ុន្តែខ្ញុំអត់ដែរទៅសារខ្លួនឯងទេព្រោះមនុស្សខ្ញុំតែងតែមានអារម្មណ៍ថាពិបាកទឹកខ្លួនឯងហើយមានអារម្មណ៍ថាខ្ញុំមើលងាយខ្លួនឯងមកម៉ាត់មកព្រោះខ្ញុំតែងតែគិតថាខ្លួនឯងអន់ចេះណាបងប៉ុន្តែគាត់តែងតែសារខ្ញុំថាខ្ញុំសង្ហាក្មេងសង្ហាពេលខ្លះស្ដាប់ហើយមានអារម្មណ៍ថាសប្បាយចិត្តដែរពេលដែលគេទៅសារយើងស៊ីចូលដែរយើងយូរដែរបានខ្ញុំសម្រេចចិត្តថាខ្ញុំទៅជួបគាត់ប៉ុន្តែពេលដែលខ្ញុំទៅជួបគាត់ហ្នឹងខ្ញុំមានអារម្មណ៍ថារឿងអីដែលថ្ងៃមុខខ្ញុំទទួលទៅទាំងអស់បើសិនជាគាត់ប្លឹកឃើញខ្ញុំហើយគាត់ប្លឹកខ្ញុំចោលអាហ្នឹងក៏តាមហ្នឹងណាបងព្រោះខ្ញុំខ្លាចមែនតើខ្ញុំអត់ដឹងមកខ្ញុំខ្លាចច្រើនពេលនេះខ្ញុំអង្គុយចាំគាត់ប្រហែលជា7-2ម៉ោងខ្ញុំគាត់ថាប្រហែលជាគាត់អត់មកទេគាត់ប្រហែលជាឃើញខ្ញុំហើយគាត់ដើរចេញទៅវិញអញ្ចឹងណាបងគិតអីប្លែកចឹងទៅឯងតែពេលបំផុតគាត់មកជួបខ្ញុំពេលនេះខ្ញុំរៀងអៀនគាត់ផងរៀងខ្មាស់គាត់ផងដោយសារខ្ញុំធ្វើខ្លួនអត់ត្រូវណាមួយវាជា first date របស់ខ្ញុំហ៎បងពេលដែលតាក់ទងមួយមនុស្សប្រុសនេះ first date របស់ខ្ញុំហើយតែខាងក្រៅគាត់ស្អាតប៉ុន្តែគាត់រឿងទាបគាត់សមកគាត់ដូចក្រេអញ្ចឹងប៉ុន្តែមានអារម្មណ៍ថាគេស្អាតហើយគេស្អាតអញ្ចឹងគេមិនមកស្រឡាញ់ខ្ញុំអញ្ចឹងគេមិនមករាប់អានខ្ញុំអញ្ចឹងខ្ញុំគាត់អញ្ចឹងហើយខ្ញុំទៅសារគាត់មួយបងខាងក្រៅគាត់មិនខាងក្នុងគាត់អញ្ចឹងខ្ញុំនិយាយថាការនិយាយស្ដីមួយយើងគាត់អត់មានផ្លាស់ប្ដូរអត្តចរិតដែលគាត់និយាយមួយយើងក៏អត់មានផ្លាស់ប្ដូរសូម្បីតែបន្តិចក្នុងឆាតគាត់និយាយមិនមួយយើងខាងក្រៅគាត់និយាយចឹងមួយយើងអញ្ចឹងណាបងហើយគាត់និយាយថាយើងចង់ញ៉ាំអីយើងចង់ទៅណាប្រាប់គាត់ទៅចឹងគាត់នាំទៅខ្ញុំគាត់នាំឲ្យស្គាល់អញ្ចឹងណាខ្ញុំក៏និយាយថាបើសិនជាបងឯងនាំញ៉ាំតែហូបអីទោះតាចេញលុយស្មើគ្នាបើខ្ញុំព្រមទៅបើញ៉ាំទៅខ្ញុំអត់ព្រមទៅទេព្រោះអីខ្ញុំអត់ចង់បានរបស់គេទេហើយពេលហ្នឹងគាត់សើចគាត់សួរខ្ញុំថាមានលុយជួយចេញបងដែរមែនហើយពេលនេះខ្ញុំក៏រៀងធ្លាក់ទឹកមុខដែរហើយគាត់និយាយថាគាត់និយាយលេងអញ្ចឹងណាហើយគាត់ព្យាយាមអាមេឃអាមុំមែនហ្នឹងវាឈៀលឡើងវិញគាត់និយាយថាកុំគិតច្រើនបងនិយាយលេងអញ្ចឹងមួយណាបងហើយមែនចាក់ស្ដាយពេលទៅក្រៅខ្ញុំអត់មានលុយមែនណាបងមានតែ5,000មើលក្នុងកប៉ាល់តបមកចេះតែជួចេញគាត់ដកកដា5,000ខ្ញុំកាកដា1,000រៀលអីក៏មានដែរខ្មាស់ដែរណាពេលហ្នឹងហើយអបលើគាត់ថាបងខ្ញុំជួយចាញ់ចាំមកថាអើយទុកទៅរៀនគួររៀនអីទៅទុកចាយទៅតែគាត់ទៅសារយើងអញ្ចឹងណាថាយើងល្អអត់ចេះចង់បានអីពីណាគេម្នាក់អញ្ចឹងល្អឲ្យកុំឲ្យថ្ងៃក្រោយមានជាពាក់គុណជាពាក់អីចឹងណាពេលមួយថ្ងៃចឹងទៅចេះតែចំណាយពេលវេលាមួយគាត់តោះថ្ងៃមួយគាត់ក៏ស្មែសុំខ្ញុំមានទំនាក់ទំនងមួយច្បាស់លាស់គឺសុំខ្ញុំធ្វើសង្សារហើយខ្ញុំក៏យកព្រមព្រាមបងមនុស្សគាត់ស្អាតហើយគាត់ talent ទៀតគាត់ឆ្លាតមែនតើហ្មងគាត់ចេះរហូតដល់3-4ភាសាហើយបងហើយមនុស្សចឹងណាគេដែលថាឲ្យរំលងពីដៃគាត់មែនគាត់ល្អមួយខ្ញុំខ្លាំងណាបងហើយតោះមកគាត់
គាត់ឆ្លាតទៀតអញ្ចឹងមានអារម្មណ៍ថាខ្ញុំនឹងគាត់ខ្ញុំក៏ក្តៅផងហើយទទួលបានចំណេះដឹងច្រើនណាស់ពីគាត់ហ្នឹងបងហើយខ្ញុំក៏សួរថាមិនមកស្រឡាញ់ខ្ញុំវិញគាត់ថាខ្ញុំឆ្លាតខ្ញុំពូកែក្មេងល្អគាត់ទៅសារខ្ញុំអញ្ចឹងថាសង្ហាឆ្លាតគួរឲ្យស្រឡាញ់មានតែប៉ុណ្្នឹងពាក្យគាត់និយាយមែនថាតែមានឡាតែពាក្យប៉ុណ្្នឹងមែនតែមានឡាកក់ក្តៅបងវាកក់ក្តៅមែនតើហ្មងអញ្ចឹងទៅពួកយើងក៏សម្រេចថាតាក់ទងគ្នាហើយបន្ទាប់ពីពីអ្នកយើងបានសម្រេចចិត្តតាក់ទងគ្នាបងគាត់ល្អមួយខ្ញុំមែនតើណាហើយខ្ញុំស្បាត់ខ្ញុំដែរស្រឡាញ់មនុស្សដែលមានអត្តចរិតខ្សីទេខ្ញុំអត់ស្អប់គ្រាន់តែខ្ញុំថែបខ្ញុំមិនមែនជាមនុស្សដែលមានអត្តចរិតខ្សីប៉ុន្តែដូចគេថាស្អប់ចំពុបលើអញ្ចឹងណាគាត់ល្អមែនគាត់ល្អពេកមនុស្សខ្ញុំតែងតែមើងងាយខ្លួនឯងបងមនុស្សខ្ញុំគាត់ថាមិនមកយើងធ្វើអីក៏អត់ដែរបានសម្រេចយើងកើតមកប្រុសមិនចង់ប្រុសស្រីមិនចង់ស្រីស្លាញ់ប្រុសផងស្រីផងប៉ុន្តែខ្ញុំមានតម្លៃមែនតើណាក្នុងការផ្នែកគាត់តែងតែឲ្យតម្លៃខ្ញុំហើយលើកទឹកចិត្តខ្ញុំដូចខ្ញុំនិយាយពីដើមអញ្ចឹងទៅធ្វើខ្ញុំមានអារម្មណ៍ថាខ្ញុំចាប់ដើមស្រឡាញ់គាត់ដល់អត់ដឹងខ្លួនហើយគាត់តែងតែនាំខ្ញុំទៅមើលកាន់ដោយសារអញខ្ញុំចិត្តមើលកាន់មែនតើមួយខែបើថាមានរឿងដល់មួយខែគាត់នាំខ្ញុំទៅមើលទាំងអស់ហើយខ្ញុំនិយាយមែនណាបងរៀនពេលដែលតាក់ទងមួយគាត់ណាខ្ញុំក៏អត់ស្បានតែយ៉ាងដែរគឺខ្ញុំចង់ចំណាយពេលនៅមួយគាត់រហូតគឺខ្ញុំក៏ចេះកិច្ចម៉ោងសាលាពីមុនឈប់ទៅធ្វើការមែនអត់ប៉ុន្តែឥឡូវខ្ញុំចេះកិច្ចម៉ោងដើម្បីទៅជួបគាត់ហើយខ្ញុំតែគាត់ថាម៉ោងហ្នឹងម៉ោងបងលិបហើយគាត់អត់ដែរតែ check អីផងគាត់គាត់ណាមិនបានថ្នាក់ទី10ហើយមិនក៏អាសាលិបម៉េះតាមពិតណាខ្ញុំគ្រាន់តែគាត់ហើយដើម្បីបានជួបគាត់ចង់នៅក្បែរគាត់ហើយគាត់ក៏នាំខ្ញុំទៅផ្ទះគាត់ហើយខ្ញុំនិយាយត្រង់បងខ្ញុំជាមនុស្សបាយស៊ីស្រួលអញ្ចឹងគឺដំបងគឺខ្ញុំអត់មានអារម្មណ៍ជាមួយមនុស្សផុសដូចគ្នាទេគឺរឿងរួមភេទហើយខ្ញុំក៏ធ្លាប់ប្រាប់គាត់ដែរប៉ុន្តែពេលហ្នឹងគាត់ទទួលយកខ្ញុំហើយខ្ញុំក៏គាត់ថាមិនបានមនុស្សគ្រប់គ្នាពេលស្រឡាញ់មនុស្សផុសគេចង់បានអារឿងអស់ហ្នឹងមែនអត់ហេតុអីមកម្នាក់ហ្នឹងអត់ចង់បានអីពីយើងតែក៏យើងពិសេសសម្រាប់គេមែនហើយថ្ងៃមួយក៏ដាច់ចិត្តសួរគាត់ថាចាពួកអីខ្ញុំឃើញសង្សារចាស់គាត់ស្អាតហ្នឹងបងហើយគេធ្វើដល់ប៉ែតហើយពេលខ្លះខ្ញុំចូលចិត្ត compare ខ្លួនឯងជាមួយគេខ្ញុំនិយាយមែនណាខ្ញុំមនុស្សខ្ញុំច្រឹកអញ្ចឹងហ្មងតោះខ្ញុំក៏សួរថាចាបងអត់ស្អាតផងហើយក្រទៀតមិនអនឡាញមកស្រឡាញ់បងគាត់ក៏ថាបងឯងស្អាតហើយបងឯងប្រកែហើយគាត់ក៏និយាយថាចាហើយនឹងរឿងអីមួយទៀតដែរអីគេមកស្រឡាញ់ខ្ញុំមកទី1គេអត់ប្រកាន់ថាគេនឹងចាស់ជាងខ្ញុំណាហើយមួយទៀតរឿងដែលថាពេលទៅស្គាល់គ្នាដំបូងគឺពួកខ្ញុំ share គ្នាទាំងដែលខ្ញុំអត់មានលុយគាត់ដឹងណាថ្មីឲ្យតែខ្ញុំបានចាញ់កាលហ្នឹងណាបងខ្ញុំអត់មានលុយទេមានតែ15000អីអស់ហើយបងខ្ញុំនិយាយមែនប៉ុន្តែខ្ញុំអត់ចង់ឲ្យគាត់ហ្នឹងមកផេខ្ញុំទេព្រោះអីមនុស្សខ្ញុំអត់ចូលចិត្តណាគេមកចំណាយលើខ្ញុំនិយាយមែនពេលហ្នឹងណាខ្ញុំទៀមទាចាញ់ដែរហើយគាត់ក៏ចាប់ដើមមានអារម្មណ៍ថាខ្ញុំហ្នឹងខុសពីមនុស្សដែលគាត់តាក់ទងមុនហ្នឹងហើយដែលគាត់មកស្រឡាញ់ខ្ញុំអាហ្នឹងចំណុចហ្នឹងណាហើយគាត់ល្អមួយខ្ញុំបងមិនថាខ្ញុំឃ្លានអីចង់ញ៉ាំអីស្មានណាគាត់ទៅទិញឲ្យខ្ញុំដែរហើយពេលខ្លះខ្ញុំអត់ហ៊ានញ៉ាំអីថ្លៃទេបងដោយសារខ្ញុំក្រាញចិត្តគាត់ប៉ុន្តែគាត់អត់ណាយរឿងហ្នឹងទេខ្ញុំនិយាយមែនណាហើយពេលខ្លះខ្ញុំគិតថាចាតើខ្ញុំមានអីដែរសងគាត់វិញខ្លះបោកគាត់វិញខ្លះព្រោះខ្ញុំអារម្មណ៍ថាខ្ញុំព្រោះនៅពឹងដង្ហើមគាត់ដកអញ្ចឹងបងខ្ញុំនិយាយមែនមនុស្សខ្ញុំណាដូចកែក្នុងដងអញ្ចឹងគឺខ្ញុំអត់ដែរបានចេញទៅក្រៅសង្គមទេក្រៅពីទៅសាលាមកផ្ទះហើយលុះទៅធ្វើការដើម្បីយកលុយទៅរៀនតែតទៅមានគាត់មកគឺខ្ញុំឡើងទៅធ្វើការគឺគាត់ trade ខ្ញុំទាំងអស់គាត់ឲ្យលុយខ្ញុំមួយថ្ងៃឲ្យ2ថ្ងៃ50000ពេលហ្នឹងដើម្បីឲ្យខ្ញុំទៅរៀនហើយគាត់តែសឹងថាបងឯងឆាយគ្រាន់អត់ខ្ញុំនិយាយមែនតែឃើញតែថាចេះពីមុនណាខ្ញុំមួយថ្ងៃខ្ញុំចាយតែ5000 10000ទេហើយគាត់ថាទុកញ៉ាំអីទៅឃ្លានអីញ៉ាំហ្នឹងទៅហើយខ្ញុំចាប់ដើមគិតមែនតើចំណុចហ្នឹងហើយគាត់ធ្លាប់សុំខ្ញុំឲ្យរឿងនៅលើខែហ្នឹងដែរហើយខ្ញុំនិយាយមែនបងគឺខ្ញុំអត់មានអារម្មណ៍ទេប៉ុន្តែខ្ញុំព្យាយាមមែនតើដើម្បីអី
មានតែហ្នឹងឯងដែលអាចធ្វើឲ្យគាត់សប្បាយចិត្តហើយដោះដូរអ្វីដែលគាត់បានផ្ដល់ឲ្យខ្ញុំអាហ្នឹងឯងដែលខ្ញុំគិតបើអញគិតមើលអឺស្គាល់គ្នាបានត្រឹមរយៈពេល6ខែណាបងគាត់ទិញទូរស័ព្ទឲ្យខ្ញុំកាលហ្នឹងគាត់ថាទូរស័ព្ទខ្ញុំចាស់ហើយពិបាកនិយាយគ្នាងាកខូចអញ្ចឹងចាំគាត់នាំទៅទិញទូរស័ព្ទកាលហ្នឹងគាត់ទិញ X ឲ្យខ្ញុំហើយក៏សួរថាប្រើកាតអត់ខ្ញុំគាត់ថាប្រើកាតតែមានអារម្មណ៍ថាក្តៅគាត់ថាអញ្ចឹងដូរហ្មងទៅហើយគាត់ណាគាត់ដូរទូរស័ព្ទឲ្យខ្ញុំណាគ្រាន់តែខ្ញុំអត់ចូលចិត្តភ្លាមគាត់ក៏សម្រេចចិត្តថាគាត់ទិញ11ឲ្យខ្ញុំហើយកាលហ្នឹងថ្លៃណាបងហើយពេលហ្នឹងខ្ញុំសប្បាយចិត្តមែនតើលើកទី1ដែលមានមនុស្សទិញទូរស័ព្ទឲ្យខ្ញុំហើយពេលហ្នឹងខ្ញុំក៏សម្រេចចិត្តតាំងចិត្តថាចាខ្ញុំត្រូវធ្វើវាដើម្បីគាត់គឺឲ្យអាការរួមភេទនឹងទៅកាន់គាត់ហើយប៉ុន្តែបងគឺខ្ញុំអត់មានអារម្មណ៍សោះខ្ញុំមិនអត់ស្រឡាញ់គាត់ទេបងខ្ញុំស្រឡាញ់គាត់ណាស់ប៉ុន្តែខ្ញុំអត់មានអារម្មណ៍ពិតមែនគាត់ក៏ចាប់ដើមរៀងអន់ចិត្តមកខ្ញុំថាខ្ញុំនឹងអត់ស្រឡាញ់គាត់ក៏ចាប់ដើមថាខ្ញុំនឹងទៅស្ដេញខ្ញុំនឹងចាប់ដើមទៅស្រឡាញ់មនុស្សស្រីវិញទៅគាត់ពួកយើងក៏ចាប់ដើមរៀនកម្មខុសមួយគ្នាដោយសាររឿងអស់នឹងហើយពេលនេះខ្ញុំបន្ទោសខ្លួនឯងមែនតើថាគាត់រឿងប៉ុណ្ណឹងធ្វើដើម្បីគេឲ្យបានតែគេផ្ដល់ជាគ្រប់យ៉ាងចឹងតើខ្ញុំជំនះមែនតើហើយខ្ញុំក៏នឹកឃើញថាតែខ្ញុំឃើញរបស់ដែលដូចគ្នាមានថាតិចហ្នឹងគឺខ្ញុំអត់មានអារម្មណ៍មកចឹងខ្ញុំប្រាប់គាត់ថាលើក្រោយបើចង់គេមិនបងអណៃហើយវាចោលទៅបិទវាចោលទៅព្រោះបងអត់ចង់ឃើញទេហើយខ្ញុំទីបំផុតគាត់ក៏ព្រមតាមខ្ញុំហើយយើងក៏ធ្វើបានខ្ញុំក៏ធ្វើវាបានហើយគាត់ទៅសើខ្ញុំថាខ្ញុំប្រកាយរឿងទាំងអស់ហ្នឹងក៏ចាប់ផ្ដើមមកញញឹមហើយចាប់ផ្ដើមមករត់ខ្ញុំអត់តែច្រើនជាងមុនមិនថាខ្ញុំចង់បានអីមិនថាខ្ញុំចង់ធ្វើអីគាត់តាមខ្ញុំទាំងអស់គាត់តាមខ្ញុំណាបងគាត់តាមខ្ញុំមែនតើហើយពេលនោះខ្ញុំចាប់ផ្ដើមជាអំនួតដោយសារគេស្រឡាញ់ចាប់ដើមរៀងធ្វើរឹកលយអញ្ចឹងណាដោយសារឯងខ្ញុំក៏មានអ្នកតាមស្រឡាញ់ច្រើនដែរហើយគេខ្វៀងខ្ញុំមកបងគេខ្លាចបាត់បង់ខ្ញុំដែរចឹងទៅពេលខ្លះគេនិយាយថាគេហត់នឹងតាមខាខ្ញុំដោយសារមានមនុស្សច្រើនណាស់ដែលតាមខ្ញុំក៏ថាទៅខ្វល់ពីគេទៅអីបងបានទៅស្រឡាញ់គេផងណាគាត់ក៏ថាពេលខ្លះគាត់ចង់មានរបស់មួយតែឯងអត់ចង់ឲ្យមនុស្សគាត់ស្រឡាញ់ទៅញញយទេពេលហ្នឹងខ្ញុំអាសាដើរមួយពួកតារាផងចេញថតនេះថតនោះចឹងណាបងហើយបងដឹងមែនអត់ខ្ញុំទៅកាសគាត់រងថ្ងៃនិយាយមើលណាពេលហ្នឹងចាប់ដើម skip ថ្នាក់ទី11ហ្នឹងខ្ញុំចាប់ដើម skip ហើយ skip ថ្នាក់ខ្ញុំទៅគាត់បានមួយឆ្នាំខ្ញុំចាប់ដើម skip ថ្នាក់ទី11ហ្នឹងគឺខ្ញុំអត់ទៅរៀនយកមកខ្ញុំប្រាប់គាត់ថាកាលហ្នឹងខ្ញុំរៀនអនឡាញអត់ទៅថ្នាក់អីទៅថ្នាក់ក៏រៀនបាន1ម៉ោងដែរកាលហ្នឹងគ្រូសិក្សាអនឡាញទាំងអស់ហ្នឹងខ្ញុំក៏ចាប់ដើមចំណាយពេលមកគាត់កាន់តែច្រើនជាងមុនទេបងទៅដើមលេងតាមខេត្តតនេះមកនេះអត់តែខ្ញុំចង់ទៅណាគាត់ខ្ញុំទៅទាំងអស់ទិញអវ៉ាន់ទិញកៅអៅស្អាតកាន់តែខ្ញុំអត់ដែរមានកៅអៅស្អាតពាក់ទេបងនិយាយតាមត្រង់ខ្ញុំទិញទៅពីផ្សារមួយ5000 10000ទេប៉ុន្តែពេលដែលស្គាល់គាត់ទិញកៅអៅថ្មីឲ្យរហូតគាត់ឲ្យកៅអៅគាត់ឲ្យនេះគាត់ឲ្យនោះហើយគាត់ទៅមួយឆ្នាំណាគាត់ទិញទូរស័ព្ទ12ឲ្យខ្ញុំហើយគាត់និយាយថាចាបើខ្ញុំចប់ថ្នាក់ទី12ប្រឡងជាប់គាត់នឹងឲ្យម៉ូតូខ្ញុំគាត់និយាយចឹងណាខ្ញុំថាអត់ចង់បានទេគាត់ក៏ថាបើសិនជាខ្ញុំនៅតែល្អមួយគាត់នៅតែស្ដាប់គាត់នឹងចង់បានអីក៏គាត់ឲ្យខ្ញុំដែរបងហើយពេលហ្នឹងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តពេលហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំពឹងនឹងហាមគាត់ដកមកអត់ខ្វល់អីច្រើនណាក្រៅពីញ៉ាំរបស់ឆ្ងាញ់ពាក់កៅអៅស្អាតទៅដើរលេងមួយគាត់គឺខ្ញុំអត់ចេះធ្វើអីទេប៉ុន្តែនៅមួយគាត់ក៏មានចំណេះដឹងច្រើនដែរភាសាគាត់មិនគាត់ប្រកែគាត់ចេះទាំងចិនទាំងអង់គ្លេសទាំងជប៉ុនអញ្ចឹងនៅមួយគាត់ក៏ខ្ញុំបានចំណេះដឹងមួយគាត់ច្រើនដែរគាត់ប្រែខ្ញុំទាំងអស់មិនថាខ្ញុំចង់ធ្វើអីទៅណាមកណាកន្លែងដើរលេងដល់ណាក៏ដោយជិះម៉ូតូជុំទៅ
គាត់អត់ឲ្យខ្ញុំបើកទេដោយសារខ្លាចខ្ញុំមិនញោមហើយខ្លាចខ្ញុំហត់គាត់សុខចិត្តបើកម៉ូតូជំនួសខ្ញុំតែស្លាញ់គាត់ឲ្យខ្ញុំខ្ញុំគាត់ថាវាធំធេងហើយមិនអាចមានណាគេឲ្យខ្ញុំបានដូចគាត់ទេបងគឺខ្ញុំចាប់ផ្ដើមស្លាញ់គាត់ទៅប៉ុន្តែខ្ញុំក៏ខូចដែរក្បាលខូចដោយសារខ្ញុំចូលចិត្តលេងមួយគេដោយសារខ្ញុំចង់បាន attention ខ្ញុំនិយាយត្រង់ណាបងមិនថាខ្ញុំទៅស្លាញ់អ្នកផ្សេងទេគាត់តែខ្ញុំចង់បានឲ្យមនុស្សគ្រប់គ្នាមើលមកថាខ្ញុំល្អថាខ្ញុំប្រកែកថាខ្ញុំស្អាតអញ្ចឹងណាហើយគាត់ឃើញខ្ញុំរឿងនឹងរហ័សតែពេលខ្លះជួបដោយសាររឿងនឹងរហូតហើយខ្ញុំក៏ចាប់ផ្ដើមរៀង boring មួយគាត់ដោយសារអស់ហ្នឹងហើយបានគាត់អត់ជឿជាក់លើខ្ញុំអញ្ចឹងណាពួកយើងឆ្លោះគ្នាដោយសាររឿងនឹងរហូតពេលខ្លះដល់ថ្នាក់បាយគ្នាបងហើយប៉ុន្តែខ្ញុំអាចតែទៅលួងគាត់មុនទេភាគច្រើនគាត់មកតាមលួងខ្ញុំដោយសារគេដឹងថាខ្ញុំនៅក្មេងគាត់និយាយចឹងបងហើយខ្ញុំចូលចិត្តលេងក្បាលគាត់ណាហើយគាត់វាយដៃខ្ញុំគាត់ថាមិនមកចេះតែលេងក្បាលគាត់ចឹងដឹងបាបអត់បងតាក់តងគ្នាបានមួយឆ្នាំខ្ញុំអត់ដឹងណាបងហើយអត់ដឹងថាគាត់អាយុបងខ្ញុំច្រើនដល់ថ្នាក់ហ្នឹងឯងហើយខ្ញុំមើលកន្លែងនេះចាខ្ញុំបញ្ជាក់មួយថ្ងៃណាមនុស្សខ្ញុំចូលចិត្តលេងក្បាលមនុស្សខ្លួនឯងស្រឡាញ់លេងក្បាលលេងមុខខ្លេចថ្ពាល់ពេលសិនលេងក្បាលហ្នឹងហើយគាត់ចេះតែប្រាប់ខ្ញុំថាយ៉ាងមួយឯងកុំលេងក្បាលអូនបាបហើយខ្ញុំអត់ដឹងទេគាត់ថាខ្ញុំគាត់ថាបងគេពី1ឆ្នាំសោះបាបអីទេមិនអាយុច្រើនណាស់ណាផងគាត់ថាទោះគាត់បើកភ្នែកមុនខ្ញុំ5នាទីក៏គាត់បងខ្ញុំតែអញ្ចឹងកុំលេងវាបាបគាត់និយាយអញ្ចឹងហើយខ្ញុំក៏អត់សូវចាប់អារម្មណ៍ដែរហើយបងអីខ្ញុំក៏ចាប់ដើមសង្ស័យមនុស្សខ្ញុំឆ្លាតគួរសមពេលនេះខ្ញុំចាប់ដើមប្រចាំគាត់មួយសង្សារចាស់គាត់ហើយដោយសារគេម្នាក់ហ្នឹងគេហៅមកវិញបងបើដឹងហើយថាខ្ញុំធ្លាប់កំភែខ្លួនឯងជាមួយនឹងសង្សារចាស់គាត់ខ្ញុំចាប់ដើមសង្ស័យទៅដោយសារអីម្នាក់ផុសសង្សារចាស់គាត់អត់ព្រមទៅណាញ៉ាំមួយខ្ញុំក៏ប្រចាំខ្លាំងដល់ថ្នាក់ហ៊ានច្រានគាត់ណាបងដោយសារអីគាត់យកលុយទៅត្រែតសង្សារចាស់របស់គាត់ត្រែតម្នាក់នោះមួយខែ250ទៅ300ហើយពេលហ្នឹងខ្ញុំដឹងខ្ញុំអន់ចិត្តមែនតើគាត់ថាគេអាណិតមិនគេជួយប៉ុន្តែខ្ញុំចាប់ដើមរៀងខកចិត្តមួយគាត់ណាបងបើឲ្យដឹងមែនខ្ញុំបញ្ជាក់មួយថ្ងៃរឿងមួយកាលហ្នឹងរឿងចំណុចទី1ដែលថាមិនគាត់ទិញរបស់ឲ្យខ្ញុំឯងដែលខ្ញុំទៅដេកមួយគាត់ប៉ុន្តែរឿងដែលខ្ញុំសប្បាយចិត្តបំផុតនៅពេលដែលគាត់ថាគាត់ធ្លាប់គេងមួយណាគេទេបងខ្ញុំជាមនុស្សទី1ហើយបងថ្ងៃគិតមើលថាគេឲ្យខ្ញុំគ្រប់យ៉ាងសូម្បីតាអារឿងនៅលើខែក៏គេឲ្យខ្ញុំដែរតែในការប៉ັດហ្នឹងបងគឺខ្ញុំអាម៉ាំងមកគឺខ្ញុំមកខ្ញុំឲ្យគាត់បោកខ្ញុំបានដោយសារអីខ្ញុំអត់តន់ជើងគាត់ឆ្លាតណាបងខ្ញុំអត់ដែរឃើញមនុស្សណាឆ្លាតដូចគាត់ទេបើគិតមើលខ្ញុំគាត់ថាអើយយើងក៏មានតម្លៃមែនយើងក៏មានភាពពិសេសមែនសម្រាប់គេដល់ថ្នាក់គេផ្ដល់យើងទាំងអស់បងហើយគ្រាន់តែប៉ុណ្្នឹងហេតុអីបើយើងធ្វើគេអត់បានមែនអត់បើគិតមើលចឹងយើងចាប់ផ្ដើម open mind ហើយមកចាប់ផ្ដើមដេកមួយគាត់ដូចពេលខ្ញុំនិយាយខាងលើចឹងប៉ុន្តែបងយូរទៅដូចខ្ញុំនិយាយចឹងសង្សារចាស់គាត់ក៏ចេះតែមកញញ៉ៃហើយខ្ញុំមានឆាតគាត់ប៉ុន្តែគាត់ទៅលួចឆាតមួយគ្នាតាមសសរផ្សេងខ្ញុំអត់ដឹងទេតោះតែខ្ញុំចាប់បានបងខ្ញុំឈឺត្រង់ថាឃើញឆាតវាពិបាកទទួលយកប៉ុន្តែកន្លែងនេះខ្ញុំសុំ skip សិនតែខ្ញុំនិយាយខាងក្រោមឲ្យខ្ញុំឲ្យមកដឹងរឿងនេះមួយសិនគឺគាត់បានកុហកអាយុខ្ញុំណាបងពេលហ្នឹងសង្សារចាស់គាត់មកប្រាប់ខ្ញុំដែរថាគាត់តើស្រឡាញ់ណាគេស្រឡាញ់ហ្នឹងហើយគ្មានណាគេគាត់ច្បាស់ជាងម្នាក់ហ្នឹងឯងយល់ទេបងគាត់ថាគាត់ស្គាល់គ្នា10ឆ្នាំហើយអញ្ចឹងរឿងអីក៏គាត់ដឹងដែរគាត់ថាខ្ញុំមិនឲ្យខ្ញុំភ័យទេគេមិនយកសង្សារខ្ញុំនឹងទៅវិញទេគេគ្រាន់តែលេងមួយគ្នាធម្មតាប៉ុន្តែចាក់ស្ដែងម្នាក់ហ្នឹងមករលុយសង្សារខ្ញុំរហូតហើយសង្សារខ្ញុំក៏ឲ្យថ្ងៃមួយខ្ញុំក៏ចាប់បានរឿងផ្ទុំគ្នាហ្មងបងហើយគាត់ថាគ្រាន់តែរឿងប៉ុណ្្នឹងណាមានអីធំដុំគេឲ្យគ្រាន់តែគេអាណិតដោយសារមិត្តភាពគេក៏បាយគ្នាហើយ
ប៉ុន្តែពួកគេអាចនិយាយពាក្យថាបាយគ្នាបងនិយាយឥឡូវសូម្បីថារឿងហ្នឹងកន្លងហួសយូរហើយមែនអត់ប៉ុន្តែក៏ខ្ញុំមានអារម្មណ៍ថារឿងនេះឈឺដែរតមកខ្ញុំក៏ចាប់ផ្ដើមអន់ចិត្តមែនតើខ្ញុំរត់ចេញពីផ្ទះហ្នឹងខ្ញុំដើរទៅផ្ទះហ่าបងប៉ុន្តែគាត់ជិះម៉ូតូលួងខ្ញុំផងប៉ុន្តែគាត់និយាយថាបើចេះខ្មាស់គេខ្ញុំក៏រៀបបោះសម្ដីមួយគាត់ខ្លាំងដែរថាខ្ញុំស្រឡាញ់យើងខ្ញុំខ្មាស់គេហើយខ្ញុំអត់គួរនិយាយពាក្យចឹងទៅកាន់គាត់ឯងបងពេលនោះខ្ញុំច្រៀងគាត់ផងអីផងខ្ញុំពេលហ្នឹងក៏ខ្ញុំដឹងថាខ្ញុំខុសដែរដែលខ្ញុំនិយាយពាក្យចឹងទៅកាន់គាត់ខ្ញុំដឹងថាខ្ញុំខុសប៉ុន្តែខ្ញុំទប់អារម្មណ៍អត់បានដែរបងដោយសារខ្ញុំជឿចាប់ហើយពេលហ្នឹងខ្ញុំក៏ចាប់បានត្រជាក់ចិត្តហើយទៅនិយាយមួយគាត់ម្ដងទៀតហើយគាត់ក៏និយាយថាចាអូខេឲ្យតែខ្ញុំសប្បាយចិត្តក៏លែងឲ្យលុយម្នាក់ហ្នឹងហើយខ្ញុំអាណិតពួកអីស្ដាប់លើថាម្នាក់ហ្នឹងកំពុងពិបាកមែនបងខ្ញុំគ្រាន់តែឆ្ងល់គេធ្វើដល់18ហើយបានគ្រាន់តែលុយប៉ុណ្្នឹងអត់មានសមត្ថភាពផងពេលហ្នឹងគេក៏និយាយពីម្នាក់ប្រុសហ្នឹងមកប្រាប់ខ្ញុំក៏ចាប់ផ្ដើមម្នាក់ប្រុសហ្នឹងដែរហើយខ្ញុំក៏ថាជួយក៏ជួយទៅប៉ុន្តែជួយតាមលទ្ធភាពទៅណាបងដោយសារអីពួកយើងកំពុងតែសម័យកូវីដហួសតែប្រហែលឆ្នាំទេអញ្ចឹងអត់ទាន់មានស្ថិតិកិច្ចអីវាអត់ទាន់ដើរស្រួលខ្ញុំប្រាប់គាត់អញ្ចឹងគាត់ក៏ថាអូខេសង្សារអូនចិត្តល្អគាត់សរសើរខ្ញុំអញ្ចឹងទៀតហើយមកហើយដឹងមែនអត់ពេលហ្នឹងខ្ញុំគាត់ថាបងឃ្លីនមីទៅធ្វើមីបងញ៉ាំតិចពេលហ្នឹងក៏ខ្ញុំចាប់ផ្ដើមទៅរៀបចំដឹងមិនថ្ងៃហ្នឹងខ្ញុំអាសាមែនតើទៅរៀបចំតុគ្រឿងសម្អាងរបស់គេបងកាលហ្នឹងធ្វើខ្ញុំឈូសតាក់ញ៉ាំបានគេជាមួយនឹងប៉ាសពតគេបងគាត់តែខ្ញុំឃើញថាឆ្នាំ1993ពេលហ្នឹងខ្ញុំឆក់ហ่าបងក៏ប៉ុន្តែខ្ញុំដឹងហើយបងខ្ញុំដឹងយូរខ្ញុំសង្ស័យយូរប៉ុន្តែខ្ញុំព្យាយាមខកខ្លួនឯងហើយខ្ញុំក៏សួរគាត់ថាអូនមិនបានក្នុងនេះគេដាក់នៅឆ្នាំ1993អញ្ចឹងគេក៏និយាយថាកាលហ្នឹងគេទៅធ្វើការនៅជប៉ុនគេត្រូវតឡើងអាយុបងឲ្យខ្ញុំសួរខ្លួនឯងថាចេះខ្ញុំក្មេងមែនបានគេមកបោកខ្ញុំអញ្ចឹងបានគេគាត់ថាខ្ញុំភ្លើក៏មិនបានគេមកកុហកខ្ញុំអញ្ចឹងខ្ញុំក៏ថាខ្ញុំក៏ប្រាប់ថាបងយល់ហើយខ្ញុំព្យាយាមធ្វើធម្មតាបងហើយពេលណាខ្ញុំសឹងតែទទួលយកបានប៉ុន្តែខ្ញុំព្យាយាមគិតទង្វើល្អរបស់គេបងទោះដឹងតែគេកុហកខ្ញុំក៏ដោយហើយខ្ញុំមកចូលចិត្តទៅឆែកសារចាស់ថ្ងៃមួយខ្ញុំទៅឆែកមើលសារចាស់ឲ្យគាត់មួយសង្សារចាស់គាត់ពេលដែលខ្ញុំឃើញគាត់ដេកមួយសង្សារចាស់គាត់ហើយបានគិតមើលមិនក៏ខ្ញុំភ្លើមែនព្រាមតែថាគេតាក់តងមួយ10ឆ្នាំគេអត់ដេកមួយគ្នាមែនអត់បងអាពាក្យសម្ដីនៅក្នុងឆាតហ្នឹងខ្ញុំអូនមែនតើបងពេលហ្នឹងម្នាក់ប្រុសហ្នឹងធ្វើទឹកចំហួយហើយសង្សារខ្ញុំហ្នឹងក៏គេនិយាយថាចេះធ្វើទឹកចំហួយទៀតហើយម្នាក់ប្រុសហ្នឹងក៏តបថាមានអីបាក់គ្រាន់តែធ្វើទឹកចំហួយស្រួលជាងចស្អកនឹងយ៉ជាងយើងទៀតគ្រាន់តែឃើញពាក្យមួយម៉ាត់ហ្នឹងខ្ញុំធ្លាក់ថ្លើមខ្ញុំចាប់ផ្ដើមវិភាគថាខ្ញុំមកដល់សង្សារចាស់គេមួយទៀតខ្ញុំក៏ថាខ្ញុំល្ងងហើយពេលនេះខ្ញុំចាប់ផ្ដើមរៀននៅដោយការកុហកខ្លួនឯងថាគេពិតជាស្រឡាញ់ខ្ញុំមែនតាមពិតណាបងគេគ្រាន់តែអាណិតខ្ញុំទេហើយគេចូលចិត្តក្មេងគេស្រឡាញ់ក្មេងពេលហ្នឹងណាបងខ្ញុំចាប់ផ្ដើមអូនណាប៉ុន្តែព្យាយាមគាត់ថាគេល្អមួយខ្ញុំមែនតើគេធ្លាប់និយាយថាខ្ញុំសំណាងហើយដែលគេឲ្យទូរស័ព្ទស្គាល់ឲ្យបងវិខែអ្នកចាគេស្គាល់ឡើងយូរឆ្នាំគេមិនតាន់ទិញរបស់ឲ្យប្រើផងគេទៅនិយាយចឹងវិញបងខ្ញុំអត់យល់ពេលហ្នឹងតែខ្ញុំក៏ថាអូខេបងដឹងហើយចឹងដែរក្នុងចិត្តថាវាអួលអស់ហើយបងប៉ុន្តែនៅតែគិតថាគេល្អមួយយើងទទួលយកទៅបនយើងឲ្យប៉ុណ្្នឹងគិតចឹងគិតមើលកៅអៅក៏គេទិញឲ្យស្លៀកបំពាក់ក៏គេទិញឲ្យ skin care ក៏គេទិញឲ្យគេឲ្យយើងគ្រប់យ៉ាងប៉ុណ្្នឹងយកគ្រប់គ្រាន់ទៀតមែនសួរខ្លួនឯងចឹងហើយខ្ញុំក៏ព្យាយាមធ្វើល្អមួយគាត់
ជាងមុនគាត់ជាងមុនប៉ុន្តែខ្ញុំអារម្មណ៍ថាគាត់ចាប់ដើមលែងស្រឡាញ់ខ្ញុំមិនបងគាត់ចាប់ដើមរក្សាកលិតពីខ្ញុំប៉ុន្តែខ្ញុំនៅតែតើគាត់ដូចណាបងដល់ថ្ងៃថាពួកយើងជួបគ្នារាល់ថ្ងៃថ្ងៃមួយខ្ញុំក៏សម្រេចចិត្តថាខ្ញុំចង់ប្រាញ់គាត់ខ្ញុំប្រាប់គាត់ថាខ្ញុំអត់បានទៅផ្ទះគាត់តែថ្ងៃហ្នឹងដោយសារខ្ញុំមានប្រឡងនៅសាលារៀនតាមពិតខ្ញុំលួចទៅទិញម្ហូបដើម្បីធ្វើម្ហូបឲ្យគាត់ញ៉ាំពួកខ្ញុំក៏អាសាធ្វើម្ហូបឲ្យគាត់ញ៉ាំដែរហើយគាត់សរសើរថាខ្ញុំធ្វើម្ហូបឆ្ងាញ់ពេលដែលលើមើលខ្លួនឯងស្វែងសរសើរអញ្ចឹងមានអារម្មណ៍សុវ័យចិត្តខ្ញុំក៏ចាប់ផ្ដើមចង់ប្រាញ់គាត់ហើយមិនដឹងមិនអត់អីដែលខ្ញុំទទួលបានណាគឺឃើញស្បែកជើងមនុស្សប្រុសនៅមុខនៅមុខបន្ទប់គាត់បងពេលហ្នឹងខ្ញុំចាប់បានអូលអស់ហើយខ្ញុំគូទ្វារផងអីផងតែគេអត់បើកទេបងប៉ុន្តែខ្ញុំនៅសលេងម្នាក់ប្រុសហ្នឹងច្បាស់ខ្ញុំស្គាល់ច្បាស់បងមើលតែយើងប្រចាំជាមួយបងហេតុអីបងអត់ត្រូវស្គាល់សំឡេងហើយពេលខ្ញុំថាបើទ្វារអត់បើអត់ចង់ឲ្យខ្ញុំទៅលុះចូលទេអឺបើទ្វារមកខ្ញុំនិយាយផងទៅអូដើមកផងខ្ញុំខំទប់បងខ្ញុំអត់យំទេបងខ្ញុំអត់យំទេខ្ញុំខំទប់ទាំងនៅក្នុងធុងខ្ញុំប្រេះស្រាមអស់ហើយបងហើយគេក៏សម្រេចចិត្តថាបើទ្វារខ្ញុំចូលហើយបងគេនៅបន្ទប់តែ2នាក់ឯងហើយគេថាម្នាក់ផងនឹងមកយកកៅអៅបងគិតមើលគាត់ថាលេវក៏បាត់ខោដែរនឹងមិនមកយកកៅអៅខ្ញុំអត់និយាយអីច្រើនទេខ្ញុំក៏ដើរខ្ញុំក៏ទៅផ្ទះវិញទាំងដើរបងខ្ញុំមកខ្ញុំជីកអស់ស្អែប៉ុន្តែខ្ញុំទៅវិញខ្ញុំដើរខ្ញុំអស់ហើយបងខ្ញុំទៅអង្គុយយំនៅតាមផ្លូវបងខ្ញុំដូចមនុស្សឈួតចឹងហើយដែលខ្ញុំបានគិតថាវាបានកាត់ឡើងមែនបងខ្ញុំគិតរឿងនឹងយូរហើយហេតុអីបានគាត់លែងប្របួរខ្ញុំដេកពេលហ្នឹងចាប់ពេលហ្នឹងខ្ញុំអស់មែនតើបងប៉ុន្តែចិត្តនៅតែស្រឡាញ់គាត់ខ្ញុំអត់យល់ខ្ញុំរស់នៅខ្វះគាត់អត់បានដោយសារខ្ញុំទម្លាប់មានគាត់បងទៅណាក៏មានគាត់ធ្វើអីក៏មានគាត់ចឹងណាហើយពេលហ្នឹងខ្ញុំអត់ទោះឲ្យគាត់គ្រប់យ៉ាងបងអត់ទោះឲ្យគាត់គ្រប់យ៉ាងប៉ុន្តែវាអត់ដូចដើមទេបងប្រហែលមិនមែនជាខ្ញុំទេបងមកពីគាត់ជប់ស្រឡាញ់ខ្ញុំពេលហ្នឹងខ្ញុំក៏ចាប់ផ្ដើមឈប់រៀនហើយពេលហ្នឹងខ្ញុំរៀនចប់វិទ្យាល័យបើតាមសាច់ខ្ញុំឈប់វិទ្យាល័យហើយពេលហ្នឹងក៏ចាប់ផ្ដើមគាត់មូលទៅនៅខេត្តផ្សេងយូរទៅគាត់ចាប់ផ្ដើមទៅសិក្សាជាមួយសង្សារចាស់គាត់ទៅដែរហើយជាមួយនឹងគ្រួសារខាងសង្សារចាស់គាត់ធ្លាប់ទិញដីទិញអីឲ្យអញ្ចឹងណាខ្ញុំលើកឲ្យខ្ញុំស្លុតចិត្តថាបងអើយខ្ញុំដឹងនិយាយថាមិនចេះមិនក៏យកខ្ញុំមកថ្លៃបើសិនជាអត់ដាច់មួយអ្នកចាស់ទៅដែរហើយនៅពុកគង់អ្នកចាស់ទៅដែរយកខ្ញុំមកធ្វើអីខ្ញុំមានអារម្មណ៍ថាខ្ញុំគាត់ទៅទូជំនួសគ្រាន់តែកណ្ដោគេមកគ្រាអញ្ចឹងណាខ្ញុំយំមកបងខ្ញុំអត់ដែរខ្ញុំនៅសារមនុស្សប្រុសឲ្យបងខ្ញុំជិះម៉ូតូទៅចូលច្បារចូលច្បារហ្នឹងគឺខ្ញុំសារទៅមួយគាត់គាត់នឹងតែញ៉ាំមីហឹបផងដើរលេងផងទៅណាក៏នឹកឃើញគាត់ដែរឈឺមែនតើឈឺយំបដាអីបដាពេលហ្នឹងខ្ញុំចាប់បានគាត់ទៅមកពេញហើយគាត់អត់ប្រាប់ខ្ញុំទេហើយគាត់ទៅមើលគាត់ជាមួយនឹងម្នាក់ប្រុសហ្នឹងហើយជាមួយប្អូនម្នាក់ប្រុសហ្នឹងគាត់ក៏និយាយថាគាត់រកអានគេធម្មតាទេនៅតែគាត់អត់ព្រមប្រាប់ខ្ញុំតាមត្រង់តែតែគាត់ហ្នឹងដេកមួយម្នាក់ប្រុសហ្នឹងហើយតែគាត់អត់ព្រមទទួលស្គាល់ថ្ងៃមួយគាត់ក៏ប្រាប់ខ្ញុំថាបាយគ្នាទៅឲ្យខ្ញុំទៅហមនឹងស្រីទៅគាត់ចាស់ហើយគាត់ត្រូវការឲ្យពេលវេលាខ្លួនឯងគេក៏ប្រាប់ខ្ញុំថាគេអត់បាយច្បាស់ចិត្តដឹងហើយថាអូនអាយុច្រើនហើយអូនខកបាយគ្រប់យ៉ាងបាយក៏ដឹងនៅស្លាញ់តែអីទៀតគេអស់ចិត្តហើយអងថ្ងៃគេអស់ចិត្តហើយគេសល់តាមទៅទេហើយលុយរៀនគេតែផ្ដាល់ឲ្យអញ្ចឹងតោះតែខ្ញុំរៀនចប់តើខ្ញុំមានការងារធ្វើបើគេជប់គ្រប់គងខ្ញុំអញ្ចឹងណាបងហើយខ្ញុំក៏ថាខ្ញុំអត់ចង់បានលុយនឹងទេខ្ញុំត្រូវការតែក្លេសស្លាញ់គាត់មកវិញទេខ្ញុំអត់ចង់បានលុយចង់បានអាសម្ភារៈអស់នឹងទេដូចតាំងពីដើមអញ្ចឹងគាត់ក៏ដឹងបងហើយគាត់ខ្ញុំថងថាគាត់ឈប់ស្លាញ់ខ្ញុំហើយខ្ញុំក៏ថាបើសិនជាគាត់អត់មកវិញទេខ្ញុំនៅស្លាប់ខ្លួនគាត់ក៏ថាអូខេឥឡូវត្រូវគ្នាវិញប៉ុន្តែគាត់អត់ស្លាញ់ខ្ញុំដូចមុនទេប៉ុន្តែ
nhưng mà bọn bữa kia mình xài định môn không dân cho mò thời mai nè mình nhớ cốt cả mai nè chúng tới những quả tha ấy những đo lên qua đây hai quả tha ở những tục có thầm bông phỏ tư bông sốc sốc á mình được thập đây người kia cái mình vậy chắc mày thì tôi vô ma là ma này nhưng có ở ban này nhưng vô ma hát ấy mà nhưng chân nhưng cho ban kết khó đồng vừa bạc quạt còn nhìn bị mà mặt ha ngay đã first date mà chụp nhầm nữa có thể chụp phòng xa cha có thao vậy tầm bắt nhầm đăng bông rồi xa ấy ca first date nó còn mà lẹt hay những cô trang quạt vua hay những cái quên chat quạt mùi nè nè cha mà có đài khổ bia nhầm đăng tăngไปแต่bộប៉ុន្តែខ្ញុំក៏ហត់ខ្លួនឯងហេតុតែខ្ញុំចង់នៅមួយគាត់ខ្ញុំសុខចិត្តទទួលយកអាសេចក្តីសុខខ្លាំងខ្លាយចូលក្នុងឆាកជីវិតរបស់ខ្ញុំកាន់តែខ្លួនឯងថាគេពិតជាស្រឡាញ់ខ្ញុំប៉ុន្តែចុងក្រោយគេគ្រាន់តែអាណិតខ្ញុំដោយសារអីគេស្រឡាញ់ក្មេងស្រឡាញ់វ័យប៉ុនខ្ញុំហើយគេក៏សន្យាខ្ញុំថាអត់ពីខ្ញុំទៅគាត់ឈប់ស្រឡាញ់ក្មេងហើយខ្ញុំក៏ដឹងថាគាត់ប្រហែលជាឲ្យពាក្យសន្យាហ្នឹងមកខ្ញុំហើយខ្ញុំជាមនុស្សក្មេងលើក្មេងចុងក្រោយដែលគាត់ស្រឡាញ់ណាខ្ញុំក៏ថាខ្ញុំក៏ព្រមដោះលែងតាមគាត់ទៅបងហើយខ្ញុំក៏ដែរឆាតមួយគ្នាទៅដែរគឺខ្ញុំចប់គ្នាត្រឹមហ្នឹងមកហើយរយៈពេលដែលអត់ពីគាត់ហ្នឹងបងខ្ញុំតែតោមែនតើហ្មងតែតោខ្លាំងពួកអីត្រឡប់នេះគាត់ឲ្យមកត្រូវប្រើជីវិតដូចកាពីខ្ញុំអត់តន់ស្គាល់គាត់ហ្នឹងបងលុយក៏ខ្ញុំចាប់ផ្ដើមទៅរកខ្លួនឯងប៉ុន្តែខ្ញុំរកបានជាងមុនប្រាក់ខែដែលខ្ញុំចាប់ផ្ដើមជួយធ្វើការខ្ញុំទទួលបាន300ខ្ញុំចាប់ផ្ដើមធ្វើឲ្យខ្លួនឯងសប្បាយចិត្តប៉ុន្តែខ្ញុំនៅតែអត់ទាន់បំភ្លេចគាត់បានថ្ងៃមួយខ្ញុំចង់ឆាតទៅសួរគាត់ព្យាយាមរកអីដើម្បីឆាតទៅគាត់ចង់ថាគាត់នៅនឹកខ្ញុំអត់អីអត់ចឹងណាបងហើយគាត់នៅតែ reply ខ្ញុំអញ្ចឹងហើយខ្ញុំបងធម្មតាទេកាលហ្នឹងហើយដឹងមែនអត់គាត់អាសាពឹងខ្ញុំឲ្យទៅជួយការងារគាត់អញ្ចឹងណាតែពួកយើងអត់ដែលបានជួបគ្នាទេបងតាំងពីពេលហ្នឹងមកហើយយូរក៏ស្ងាត់ហើយខ្ញុំចាប់ផ្ដើមអស់ចិត្តយូរទៅខ្ញុំក៏អស់ចិត្តខ្លួនឯងប៉ុន្តែអីដែលខ្ញុំចាប់ផ្ដើមចុកណែម្ដងទៀតនៅឆ្នាំ2020 23 24នេះខ្ញុំអត់ចាំទេបងខ្ញុំក៏សុកលោត Telegram គាត់មកខ្ញុំក៏អាចចិត្តចូលមើល story គាត់ខ្ញុំឃើញគាត់កំពុងតែតាក់ទងក្មេងម្នាក់ទៀតវ័យប្រហែលខ្ញុំកាលពីមុនហើយរៀនសាកវិទ្យាល័យខ្ញុំមានអារម្មណ៍ថាគាត់តែបោកខ្ញុំពេលហ្នឹងឈឺផងហួសចិត្តផងគាត់ក៏បោកខ្ញុំថាអីគ្រប់យ៉ាងគាត់ខកខ្ញុំតាំងពីដំបូងតែខ្ញុំអត់ព្រមទទួលយកចុងក្រោយខ្ញុំទទួលយកគ្រប់យ៉ាងហើយទុកគាត់ជាមេរៀនជាអ្នកបង្រៀនខ្ញុំចូលជីវិតគាត់ក៏មានអីល្អច្រើនដែរបងពួកអីគាត់ប្រែខ្ញុំច្រើនណាឲ្យខ្ញុំស្គាល់មនុស្សជាច្រើនស្គាល់ការស្រឡាញ់ស្គាល់អីគ្រប់យ៉ាងខ្ញុំមានតែអរគុណគាត់ទោះគាត់ពេលនេះបានស្ដាប់ podcast ហ្នឹងក៏ដោយបានស្ដាប់ក៏ដោយខ្ញុំមិនថាចង់និយាយដើមអីគាត់ទេគ្រាន់តែខ្ញុំចង់ចែករំលែកពេលខ្លះយើងកុំរំពឹងដង្ហើមគេដកកុំរំពឹងការស្រឡាញ់គេមកឲ្យយើងពេលខ្លះយើងមិនបានតែមើលថែគាត់ខ្ញុំចយហ្នឹងយើងរំពឹងអីគេឲ្យមកស្រឡាញ់យើងរហូតដល់ខ្ញុំអត់ចង់ឲ្យអ្នកស្ដាប់ទាំងអស់គ្នាហ្នឹងរំពឹងទេបងរំពឹងអាការស្រឡាញ់ពេលឯងគុំមកខាងគេឲ្យយើងត្រូវចេះរកសេចក្តីសុខឲ្យខ្លួនឯងតាំងពីហ្នឹងមកខ្ញុំចាប់ផ្ដើមមើលមែនតើខ្ញុំស្រឡាញ់ខ្ញុំមើលមែនតើមកខ្ញុំខ្លាចខុសទៀតប៉ុន្តែខ្ញុំចង់ប្រាប់បងឯងហើយមនុស្សគ្រប់គ្នាថាគាត់នៅតែល្អសម្រាប់ខ្ញុំនៅក្នុងការផ្លាច់ខ្ញុំហើយខ្ញុំក៏ហ៊ាននិយាយថាខ្ញុំអត់អាចរកមនុស្សដែលហ៊ានផ្ដល់គ្រប់យ៉ាងឲ្យខ្ញុំទេទោះសម្រាប់ខ្ញុំមិនដឹងថាគាត់ធ្វើនឹងមានគោលបំណងអីឬក៏សេចក្តីសុខខ្លាំងខ្លាយអីក៏ដោយខ្ញុំអត់ខ្វល់ដែរឥឡូវសំខាន់ឯដែលគាត់ផ្ដល់ខ្ញុំនឹងគឺ
សម្រាប់ខ្ញុំឥឡូវគឺវា enough សម្រាប់ខ្ញុំហើយក៏ខ្ញុំរត់បានដែរពីមុនខ្ញុំអាចនឹងគិតផ្សេងប៉ុន្តែចាក់ស្ដែងបើខ្ញុំធំខ្ញុំគិតថាការឆ្លាញ់មួយដែលគាត់ផ្ដល់ឲ្យទោះខ្លាំងខ្លាំងមិនខ្លាំងខ្លាំងក៏វាមានន័យសម្រាប់ខ្ញុំដែរnhưng mà ai là nhóm trong cha mẹ nhưng mà trong mình là cục khe rồng phân lên mai hai này kết đó ai trong ai cục khe rồng phân là đây phải cũng ai chạy đằng ham kết đó tập tính á ở trong ai mình cục khe rồng phân lại rồi sai ha phê nhá rồi đó bắt băngខ្លួនឯងបង អូខេនេះជាសាច់រឿងរបស់គាត់បន្ទាប់ពីបានស្ដាប់ហើយអ្នកគ្នាយល់យ៉ាងណាដែរបើពីខ្ញុំទៅគឺដូចខ្ញុំនិយាយពីដើមវីដេអូអញ្ចឹងខ្ញុំមានអារម្មណ៍ថា surprise ដោយសារអីខ្ញុំអត់នឹកស្មានថានេះវាជាការពិតណាអ្នកគ្នាឥឡូវខ្ញុំបានដឹងហើយគឺខ្ញុំដឹងព្រមជាមួយអ្នកគ្នាតែប៉ុន្តែក៏អត់មានត្រូវសួរអីមកកាន់ខ្ញុំទេប៉ុន្តែអានេះធម្មតាយើងចេះដឹងរឿងគេហើយយើងចេះមានរឿងត្រូវនិយាយគ្នាអញ្ចឹងណាចេះបើពីខ្ញុំទៅអ្នកគ្នាគឺគេបោកសុតហ្មងអានេះជាសារដាស់តឿនរបស់គាត់តែកាន់អ្នកគ្នាដែរអញ្ចឹងអ្នកគ្នាស្ដាប់ខ្ញុំនិយាយបន្ថែមទៀតទៅកុំឲ្យចាញ់បោកគេដំបូងឡើយគាត់អត់សូវជាចាប់អារម្មណ៍ម្នាក់ដែលមានអាយុច្រើននឹងប៉ុន្មានទេបងអូនម្ចាស់សលេងហ្នឹងណាដូចគាត់និយាយអញ្ចឹងថាគាត់អត់សូវមានអារម្មណ៍ជាមួយទេប៉ុន្តែរហូតបន្តទៀតគាត់ចាប់ផ្ដើមស្រឡាញ់បណ្ដោយស្រឡាញ់ឡើងចង់ធ្វើអត្តឃាតខ្លួនឯងព្រោះតែគេអ្នកគ្នានេះសាហាវណាបើន័យថាម្នាក់នោះមិនដឹងថាគេនិយាយផ្អែមបែបម៉េចរហូតដល់នេះជឿស្លងអ្នកគ្នាបូករួមជាមួយនឹងការធ្វើល្អដូចជាទិញនេះទិញនោះទិញទូរស័ព្ទអីឲ្យទៀតនេះស្លងទៅបណ្ដោយអ្នកគ្នាតាំងតែពីដំបូងគឺអត់សូវស្រឡាញ់ Oh my god ខ្ញុំគិតថាម្នាក់ដែលអាយុច្រើនហ្នឹងគឺអានេះនិយាយអាក្រក់សាប់ទៅគេគ្រាន់តែចង់បដោះគោយនៅពេលដែលគេបែកគ្នាមួយសង្សារចាស់របស់គេអញ្ចឹងគេរកណាគេម្នាក់ដែលកំដរអារម្មណ៍គេអញ្ចឹងទៅដល់ពេលគាត់ឃើញម្នាក់ដែលជាម្ចាស់សលេងនេះស្អាតគាត់ស្អាតដល់គ្នាហើយសលេងរបស់គាត់ព្រោះមែនតើសលេងដើមណាប៉ុន្តែខ្ញុំអត់ឲ្យអ្នកគ្នាឃើញទេ yes ព្រោះបើតាមស្ដាប់គាត់ប្រាប់អានេះគាត់ប្រាប់ខ្ញុំបន្ទាប់មកទៀតអ្នកគ្នាក្រោយពីបែកគ្នាប្រហែលឆ្នាំក្រោយមកម្នាក់នឹងគឺនៅតែតាក់ទងក្មេងវិទ្យាល័យដដែលទេគេអត់បោះបង់អាចចំណងចំណូលចិត្តគេនឹងទេអញ្ចឹងណាអញ្ចឹងហើយអានេះវាជាគេវាជាខ្លួនគេឥឡូវវាអញ្ចឹងនោះនេះគាត់ដូចជាកើត93គាត់អាយុច្រើនជាងខ្ញុំទៀតណាគ្នាខ្ញុំកើត96ណាហើយឥឡូវយើងនិយាយពីរឿងសង្សារហ្នឹងបើសិនជាយើងនិយាយថាគាត់អាចដំបូងគាត់ស្រឡាញ់មែនដែរអញ្ចឹងណាប៉ុន្តែសង្សារនោះនៅពេលដែលគេដឹងថាគឺមានអ្នកថ្មីស្អាតជាងគេអញ្ចឹងក៏គេមកត្រឡប់មកវិញទៅដោយសារឯនេះមានលុយនេះជះលុយអញ្ចឹងបើសិនជានៅមួយម្នាក់នេះបន្តទៅគេអាចមានលុយចាយអញ្ចឹងទៅតែខ្ញុំជឿថាមនុស្សសេរីបែបផែនពីរនាក់នោះនៅមួយគ្នាក៏មិនបានយូរដែរដឹងអបាយគ្នាទៀតហើយនេះនឹងហៅអ្នកនេះអ្នកនោះមកកំដរអារម្មណ៍ខ្លួនឯងបែបតរាយជារឿយអីចឹងទៅសម្រាប់បងគិតថាណែបែកពីគាត់គឺជារឿងដែលល្អបំផុតអូនបែកនៅពេលនេះគឺល្អបំផុតមិននៅពេលនេះរឿងនេះកើតឡើងយូរហើយអ្នកគ្នាព្រោះបើណែនៅបន្តគឺវាអត់ន័យទេអូនមនុស្សបែបនេះហើយគេស្រឡាញ់ណែមិនពិតទេគាត់ណែសិតចប់វិទ្យាល័យពឹបแล้วគាត់ប្រាប់អ្នកគ្នាគាត់គ្រាន់តែចប់វិទ្យាល័យពឹបរឿងហ្នឹងបានកើតឡើងបណ្ដោយយ៉ាចឹងបានន័យថាម្នាក់នោះគេជួយចិត្តតែក្មេងៗទេមិនលេងសើចចឹងណាងប់អានេះថាងប់មកទៅងប់ហើយឡើងចង់ធ្វើអត្តឃាតទៅអ្នកគ្នាសាហាវណាធម្មតាទេខ្ញុំយល់អារម្មណ៍ហ្នឹងនៅពេលដែលយើងផ្ដល់អាទំនុកចិត្តអាក្តីទុកចិត្តរបស់យើងទៅកាន់ណាគេម្នាក់ហើយម្នាក់ហ្នឹងគាត់បានធ្វើរឿងមកលើយើងដូចជានាំទៅកន្លែងដើរលេងដែលយើងមិនធ្លាប់ទៅរបស់ញ៉ាំដែលយើងមិនធ្លាប់ញ៉ាំអញ្ចឹងអានោះគឺវាចាក់ជ្រៅចូលក្នុងបេះដូងយើងមែនតើអ្នកគ្នាវាធ្វើឲ្យយើងស្រឡាញ់ម្នាក់ហ្នឹងអូតូម៉ាទិកណាអានេះខ្ញុំសុំបើកវងកញ្ចក់បន្តិចតនឹកឃើញសម្រាប់គ្នាយើងដែលចង់ញ៉ែណាគេម្នាក់ហើយចង់ឲ្យគេលងលឿនណាគ្នាគឺត្រូវដឹងថាតើម្នាក់នោះអត់ដែរធ្វើអីទៅនាំគេទៅធ្វើរឿងទាំងអស់ហ្នឹងគេស្រឡាញ់អ្នកគ្នាអូតូម៉ាទិកហ្មងអូខេបិទវងកញ្ចក់មកវិញនេះជាសារផ្ដាំផ្ញើទៅក្មេងៗវិទ្យាល័យកុំ
cònតែឃើញគេមកញ៉ាមកស្រឡាញ់អីចឹងទៅគេផ្ដល់ជាលុយទិញនេះទិញនោះឲ្យដោយសារឥឡូវបច្ចេកវិទ្យាទំនើបយើងងាយស្រួលក្នុងការតាក់ទងគ្នាអញ្ចឹងហើយបើអ្នកនេះជួបមនុស្សទាំងអស់ហ្នឹងកុំតាន់ទុកចិត្តគេភ្លាមពេកអូខេវាអាចតែគេប្រើលុយគេចេះលុយមកលើយើងគេក៏អាចនឹងចេះលុយរបស់គេទៅអ្នកផ្សេងទៀតដែរពេលខ្លះយើងអត់ដឹងទេអាចគេចេះលុយ5នាក់10នាក់ក្នុងពេលតែមួយយើងមិនដឹងអញ្ចឹងឧទាហរណ៍ថាយើងជួយអ្នកដែលអារបៀបមនោចេតនាខ្ពស់ឃើញគេធ្វើល្អយើងបាក់ចិត្តស្រឡាញ់ខំស្រឡាញ់គេសុកគេទៅមានអ្នកនេះអ្នកនោះទៀតចាប់បដោអញ្ចឹងណាខូចចិត្តអត់អំពើអូខេនេះជាមតិរបស់ខ្ញុំគំនិតរបស់ខ្ញុំយើងជ្រុលជាដឹងរឿងគេហើយយើងញ៉ាំត្រាវបន្តិចទៅតែញ៉ាំត្រាវនេះញ៉ាំត្រាវក្នុងបំណងល្អទេមិននិយាយអាក្រក់ពីគេទេចុះអ្នកគ្នាវិញបន្ទាប់ពីបានស្ដាប់ហើយអ្នកគ្នាយល់យ៉ាងណាដែរហើយបើគ្នាយើងមានសាច់រឿងស្តៀងនេះអាចចែករំលែកនៅក្នុង comment មែនដូចគ្នាសម្រាប់អេពីសូតរបស់យើងនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំពិតជាអរគុណអ្នកគ្នាខ្លាំងមែនតើដែលចំណាយពេលដ៏មានតម្លៃតាមដានស្ដាប់តាំងពីដើមវីដេអូរហូតដល់ចប់អញ្ចឹងចាំជួបគ្នានៅអេពីសូតក្រោយទៀតបាយបាយ